សម្មាសង្កប្បសេចក្តីត្រេះរិះត្រូវវាជាមូលដ្ឋានគ្រឹះនៃចិត្តដែលដឹកនាំកាយនិងវាចាឲ្យប្រព្រឹត្តក្នុងផ្លូវល្អដើម្បីសេចក្តីសុខដល់ខ្លួននិងអ្នកដទៃសម្មាសង្កប្បមានន័យថាការគិតត្រូវឬការតម្រេះចិត្តទៅរកផ្លូវកុសលផលនេះចែកចេញជា3ប្រការធំៗនោះគឺទី1និក្ខមសង្កប្បគិតចិញ្ចាកម្មគឺការគិតលះបង់ការជាប់ជំពាក់និងមិនលោភលន់ហួសហេតុពេកទី2អព្យាបត្តសង្កប្បគិតមិនព្យាបាទគឺការគិតមិនចង់គំនុំគុំគួនតែបណ្ដោះនៅសេចក្តីមេត្តាធម៌ចំពោះដល់គ្នានឹងគ្នាទី3អហិង្សាសង្កប្បគិតមិនបៀតបៀនគឺការគិតមិនធ្វើបាបឬបង្កទុក្ខអន្តរាយដល់អ្នកដទៃប្រកបដោយករុណាការមានសេចក្តីត្រេះរិះត្រូវជួយឲ្យសង្គមជៀសផុតអំពីជម្លោះនិងអំពើហិង្សាសរុបមកសម្មាសង្កប្បគឺជាពន្លឺបញ្ញាដែលធ្វើឲ្យចិត្តស្ងប់រងាប់និងនាំមកនូវសន្តិភាពក្នុងសង្គមវាថាចិត្តជាធំបើចិត្តគិតត្រូវទង្វើនិងលទ្ធផលក៏នឹងល្អប្រសើរតាមនោះដែរ